សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំរបៀបទាញយក Sound Effect ពី desktop អញ្ចឹងបងប្អូនអរគ្នាគ្រាន់តែយើងស្ដាប់ឥឡូវខ្ញុំឲ្យស្ដាប់សិនភាគច្រើនគឺមានរឿង apply រឿងអីផ្សេងៗឬតាក់ទង set អីផ្សេងៗហ្នឹងSound Effect គឺយើងអាចយកពីតាមនេះបានណាហើយអត់ចូល copyright ទេបងប្អូននេះគឺជា sound effect មួយដែលបងប្អូនអរគ្នាអាចយកទៅដាក់ជាមួយនឹងវីដេអូដូចជាយើងសម្ដែងកំ pl ឬវីដេអូផ្សេងៗអ្នកនរគ្នាដែលយើងត្រូវការប្រើណាជាចាំបាច់អញ្ចឹង sound effect ទាំងអស់នេះគឺបងប្អូនអ្នកនរគ្នាគ្រាន់តែមើលទាំងអស់ហ្នឹងហើយអាចធ្វើការ search ក៏បានដែរអាច search ទៅពាក្យ scary យ៉ាងមកឧទាហរណ៍មានពាក្យ scary មាន horror អញ្ចឹងទៅក៏អាចយើងយកបានដែរនេះគឺប្រភេទ sound effect មួយដែលយើងអូខេអញ្ចឹងនេះជារបៀបមួយដែលវាអាចជួយយើងធ្វើបានច្រើនទាំងអស់គ្នាអាចឥឡូវខ្ញុំប្រាប់ពីរបៀបធ្វើយកហើយនឹងធ្វើតែម្ដងអូខេដំបូងឡើយទាំងអស់គ្នាចូលពាក្យនេះយកពាក្យ my instance ចុចពាក្យហ្នឹងមកតមកទៀតទាំងអស់គ្នាយកពាក្យនេះ my instance the large instance sound button អូខេអញ្ចឹងវាចូលនឹងអញ្ចឹងវាត្រូវការទាមទារlog in ជាមួយនឹង mail គឺថាយើង sign in ជាមួយនឹង mail ដែលយើងមានស្រាប់ណាអញ្ចឹងតើអ្នកគ្នាគ្រាន់តែចុចកន្លែងនេះទៅពីទៅដល់យើងពេញចិត្តកន្លែងណាពាក្យណាមួយបើ sound effect ណាមួយអញ្ចឹងណាពេញចិត្តពាក្យនេះអញ្ចឹងណាអូខេបងប្អូនទាំងអស់គ្នាតែលើពាក្យនេះមិនមែនសលេងនេះហ្នឹងហើយអញ្ចឹងយើងចង់បាន sound មួយហ្នឹងបងប្អូនគ្រាន់តែចុចពាក្យ line នេះសញ្ញានេះ share ហ្នឹងមកហើយអញ្ចឹងគឺមានទូនាទីបើសិនទូរស័ព្ទវាស្រួលទេអញ្ចឹងរកពាក្យនេះ Instagram ហើយអញ្ចឹងវាត្រូវការទាមទារបើសិនបងប្អូនទាំងអស់គ្នាអត់តន់មាន Instagram Telegram ទេបងប្អូនគ្រាន់តែចុចនឹងឲ្យ log in បន្ថែមទៅហើយបងប្អូនទាំងនេះអាចចុចពាក្យ save ចុចចូលក្នុង save ហ្នឹងបានហើយអញ្ចឹងឬក៏ផ្ញើទៅកន្លែងនេះមួយនេះកន្លែង save នេះណាបងប្អូនទាំងគ្នាចុចកន្លែង save ហ្នឹងទៅបានហើយឥឡូវយើងធ្វើម្ដងទៀតព្រោះយើងចង់បានពាក្យសញ្ញាមួយហ្នឹងចង់បានសលេងមួយហ្នឹងគ្រាន់ចុចពាក្យហ្នឹងមកអញ្ចឹងវាឲ្យយើងរើសបញ្ចូលហើយចុចកន្លែងនេះមកអញ្ចឹងវាទៅហើយអូខេវាទៅនឹងបាននេះគឺជាសលេងមួយដែលយើងយកទៅហើយធ្វើការភ្ជាប់ជាមួយនឹងវីដេអូបានអញ្ចឹងនៅពេលយើងទទួលបាននៅក្នុង Telegram នេះហើយទាំងអស់នេះអាច save បានហើយ save នៅក្នុង desktop ក៏បាននៅក្នុង computer ក៏បានហើយចំពោះក្នុងទូរស័ព្ទដូចគ្នាទាំងអស់នេះអាចរកពាក្យនឹងដូចគ្នាហើយsend ដែលហើយយើងភ្ជាប់ទៅ send បញ្ចូលនៅក្នុង Telegram ដូចគ្នានឹងវីដេអូខ្ញុំគឺថានៅដល់ប៉ុណ្្នឹងទេអរគុណច្រើន